ជំរាបសួរអ្នកទាំងអស់គ្នាវីដេអូនេះខ្ញុំចង់បង្ហាញទាក់ទងជាមួយនឹងបញ្ហារបស់ Telegram ពេលយើង login account ចាស់របស់យើងចូលទៅគឺវាអត់បានផ្ញើសារឬក៏ call SMS មកយើងហើយសូមបញ្ជាក់ថាមិនមែនពាក់ព័ន្ធជាមួយនឹងបញ្ហាវាឲ្យបង់លុយឬក៏បញ្ហាអីផ្សេងទេគឺបញ្ហាមួយគឺយើង login account យើងចាស់តែវាអត់ផ្ញើសារមកអត់ call មកប្រាប់ពីលេខកូដសម្រាប់ឲ្យយើង login ចូលហើយបញ្ហានេះបងប្អូនអាចធ្វើតាមខ្ញុំបងប្អូនគ្រាន់តែចាំមើលខ្ញុំសុំ log account ចូលបាទcam ហើយលេខទូរស័ព្ទរបស់ខ្ញុំគឺខ្ញុំអត់បានដាក់ចូលទេព្រោះបើសិនខ្ញុំ log in លេខទូរស័ព្ទខ្ញុំចូល account ខ្ញុំចូលគឺវាអត់ឲ្យផ្ញើសារទេខ្ញុំ log ភ្លាមដាក់ចូលភ្លាមគឺវាអត់ផ្ញើសារទេគឺចូលអូតូអញ្ចឹងខ្ញុំសាកមើល096 241 9992ខ្ញុំសាកលេខចេះតែដាក់ទៅបើសិនជាម្ចាស់លេខឃើញក៏សូមអធិស្ឋានបាទចូលទៅបាទខ្ញុំគ្រាន់តែសុំឧទាហរណ៍ទេហើយក៏មិនបាន call ទៅគេអត់អាច call ទៅគេបានហើយបើសិនជាចេញបែបនេះគឺមានន័យថាអត់ផ្ញើសារទៅទេអត់ផ្ញើសារទៅជាដាច់ខាតព្រោះវាមានបញ្ហាបើចង់ឲ្យវាផ្ញើសារទៅលុះត្រាតែយើងបិទ Wi-Fi សិនអធិស្ឋានបិទអ៊ីនធឺណិតបន្ទាប់មកទៀតបិទ Wi-Fi ហើយបន្ទាប់ទៀតចាំបើកអ៊ីនធឺណិតវិញគឺឲ្យវាលុតផុតបន្ទាប់មកគឺយើងចុចឲ្យលុតនាទីនេះផុតយើងចុចឲ្យវា send code ម្ដងទៀតទើបវាអាចផ្ញើលេខកូដមកឲ្យយើងហើយបញ្ហានេះខ្ញុំជួបផ្ទាល់ថ្ងៃមិញរបស់អតិថិជនខ្ញុំគាត់បានយកមកធ្វើហើយយើងបានធ្វើទៅវាបានជោគជ័យពិតៗហើយសូមបញ្ជាក់ម្ដងហើយម្ដងទៀតគឺអត់មានពាក់ព័ន្ធជាមួយនឹងបញ្ហាឲ្យបង់លុយទេសម្រាប់ពាក់ព័ន្ធជាមួយនឹងបញ្ហាឲ្យបង់លុយគឺដាច់ខាតត្រូវតែបង់លុយអត់មានបញ្ហាអីព្យាយាមម្ដងណាព្យាយាមបែបណាក៏នៅតែឲ្យបង់លុយដែរបាទហើយបើសិនជាពាក់ព័ន្ធជាមួយនឹងបងប្អូនណាគាត់ចេះខាងផ្នែកហ្នឹងគាត់ព្យាយាមបានគាត់មានដំណោះស្រាយសម្រាប់បង់លុយហ្នឹងក៏សូមអធិស្ឋានខ្ញុំអត់ធ្វើអត់បានក៏ខ្ញុំតាមនឹងចាស់បាទអរគុណបងប្អូនវីដេអូនេះមានប៉ុណ្ណឹងនេះជំរាបលាជួបគ្នាវីដេអូក្រោយបាយ